ដល់ក្រោមតែម្ដងខ្ញុំអត់កាត់ជាកណិតកណាត់ដូចលើកមុនទេបងប្អូនទាំងគ្នាបាទតើឥឡូវយើងមកមើលជាមួយចំណុចពិសេសបន្ថែមទៀតវ៉ាវ hall ពីដានបងប្អូនទាំងគ្នាស្អាតមែនទែន open space យើងអាចសម្លឹងបាទពីលើមកបានយ៉ាងច្បាស់តែម្ដងជាពិសេសការរចនាម៉ូដជាមួយនឹងការ design ដែលគួរវគ្គនេះគឺស្អាតខ្លាំងមែនទែនបាទជាមួយនឹងការរៀបចំប្លែកស្អាតខ្លាំងតែម្ដងអញ្ចឹងមកយើងទៅមើលជាមួយនឹងចំណុចពិសេសនៅផ្នែកក្នុងបន្ទប់គេនីមួយៗថាការរៀបចំក៏ដូចជាការតុបតែងស្អាតកម្រិតណានិយាយមែនបងប្អូនទាំងគ្នាប្លង់កន្លែងចដើមនេះគឺស្អាតខ្លាំងមែនទែនអ្វីដូចខ្ញុំបញ្ជាក់ដដែលអញ្ចឹងអាចសម្លឹងមើលទៅខាងក្រោមប្អួយខ្ពស់ស្រឡះល្អចេះគឺងាយស្រួលមែនទែនជាពិសេសនឹងធ្វើឲ្យពន្លឺចេញចូលគ្រប់គ្រាន់ហើយធ្វើឲ្យផ្ទះនេះកាន់តែមានសោភ័ណភាពស្អាតដល់ត្រង់ហ្នឹងតែម្ដង background ថតរូបអីគឺអែមមែនទែនតោះឥឡូវនេះខ្ញុំនឹងនាំលោកអ្នកទៅទស្សនាបន្ទប់គេងបាទពិសេសមុនគេគឺជាបន្ទប់គេងមេគ្រួសារធំថាមានអីខ្លះបងប្អូនទាំងគ្នាបាទអញ្ចឹងចំណុចទី1ដែលខ្ញុំចង់បង្ហាញលោកអ្នកហ្នឹងគឺជា closet សម្រាប់ closet នេះគឺយើងបានរៀបចំ closet ຂະຫນາດមួយល្មមសម្រាប់សមាជិកគ្រួសាររបស់យើងដែលមាន space សម្រាប់ដាក់កាបូបស្បែកជើងឬជាខោអាវបានមានភាពងាយស្រួលមែនទែនហើយចំណុចសំខាន់មួយទៀតគឺជាកន្លែងនេះបងប្អូនទាំងគ្នាយើងបានរៀបចំជាមួយនឹងបាទគេហៅថាកន្លែង make up កន្លែងឆ្លោះបាទមួយចំហខ្លួនគឺជាគេហៅថាកញ្ចក់មួយខ្ពស់ស្រឡះល្អមែនទែនងាយស្រួលយើងអាចមើលមួយចំហខ្លួនពេលដែលយើងស្លៀកពាក់រៀបចំទៅកម្មវិធីម្ដងម្កាលហើយកន្លែងនេះវិញគឺកាន់តែពិសេសគឺជាបន្ទប់ទឹកដែលមានទំហំខ្នាតធំរៀបចំជាមួយនឹងការ design បង្គន់ AI កញ្ចក់ខ័ណ្ឌក៏ដូចជាការរៀបចំគ្រឿងបរិក្ខារសិក្សាថាទំនើបទាំងអស់តែម្ដងនៅក្នុងបន្ទប់គេងមួយនេះហើយអ្វីដែលទាក់ទាញបំផុតនោះគឺជាកន្លែងគេងតែម្ដងតោះឥឡូវយើងមកមើលកន្លែងគេងអញ្ចឹងកន្លែងនេះបងប្អូនទាំងគ្នាយើងមើលមកផ្លេចគិតថាវាជាជញ្ជាំងបងប្អូនទាំងគ្នាប៉ុន្តែនៅខាងក្នុងជញ្ជាំងនេះគឺមានចំណុចពិសេសដែលលោកអ្នកគិតអត់ដល់ទេតែឥឡូវនេះបង្ហាញតែម្ដងតែវ៉ាវស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាជាមួយនឹងការរៀបចំយ៉ាងប្រណិតបាទយកចិត្តទុកដាក់ពីក្រុមការងារក៏ដូចជាការរៀបចំ design ឃើញថាបន្ទប់គេងមួយនេះគឺមកទៅគឺមានសោភ័ណភាពស្អាតខ្លាំងមែនតើលោកអ្នកបាទយើងអាចបាទគេងមើល TV បដាអីបដាគឺមានភាពងាយស្រួលមែនតើជាពិសេសទំហំក្រេគេងខ្នាតធំអាចរៀបចំបានតាមតម្រូវការនិងបាទចង់បានរបស់លោកអ្នកជាក់ស្ដែងតាមទំហំដូចលោកអ្នកឃើញអញ្ចឹងគឺ space ធំទូលាយមែនតើអាចងាយស្រួលរៀបចំបាទតាមចំណង់ចំណូលចិត្តជាពិសេសការរៀបចំដេកបងប្អូនទាំងគ្នាបាទនេះយើងអាចរៀបចំជាមួយនឹងបាទគ្រឿងតាំងលម្អក្នុងបន្ទប់គេងបន្ថែមបានទៀតហើយការរៀបចំក្រេគេងក៏ដូចគ្នាដែរអាច set up តាមតម្រូវការនិង mode ដែលលោកអ្នកស្រឡាញ់ពេញចិត្តជាក់ស្ដែងបានអ្វីដែលពិសេសមួយទៀតគឺជាកន្លែងនេះបងប្អូនទាំងគ្នាវ៉ាវវេរ៉ង់ដានេះគឺ space ធំល្អខ្លាំងមែនតើបងប្អូនទាំងគ្នានេះអញ្ចឹងពេលដែលយើងចង់រៀបចំ party កម្មវិធីលក្ខណៈគ្រួសារអីបងប្អូនគឺមានភាពងាយស្រួលមែនតើដោយលោកអ្នកបានឃើញអញ្ចឹងគឺ space ធំខ្លាំងមែនតើបើមួយកាច់នេះអាចបាទរៀបចំបានប្រហែលជាខ្ទង់20ទៅ30នាក់អីតាមប្រើប្រាស់ជាក់ស្ដែងតោះឥឡូវនេះយើងទៅមើលចំណុចពិសេសបាទបន្ទប់គេងនៅខាងក្រៅបន្ទប់មេគ្រួសារបងប្អូនមកអូខេបងប្អូនបានទស្សនាជាមួយនឹងបន្ទប់គេងមេគ្រួសារធំរួចហើយឥឡូវនេះខ្ញុំនឹងនាំលោកអ្នកទៅទស្សនាបន្ទប់គេងសមាជិកគ្រួសារទី2វិញថាមានភាពស្រស់ស្អាតនិងប្រណិតកម្រិតណាតោះបងប្អូនសម្រាប់នៅជាន់ទី1នេះយើងមានចំនួន2បន្ទប់គេងបងប្អូនបែងចែកបន្ទប់គេងមេគ្រួសារធំមួយនិងបន្ទប់សមាជិកគ្រួសារមួយមកឥឡូវយើងមកមើលថាបន្ទប់សមាជិកការរៀបចំស្អាតប៉ុណ្ណាទៅមកបងប្អូនវ៉ាវមិនចាញ់នឹងបន្ទប់មេគ្រួសារទេបងប្អូនទាំងអស់គ្នាគឺស្អាតដូចគ្នាមានការរៀបចំយ៉ាងប្រណិតមានកន្លែងបាទដាក់ skin care មានទូខោអាវមាន space សម្រាប់ដាក់កន្លែងធ្វើការគឺលយមែនតើជាពិសេសបងប្អូនទាំងអស់គ្នាការ design mode ដាក់ក្រេគេអីគឺមើលទៅគឺស្អាតមែនតើបងប្អូនឥឡូវកាមេរ៉ាមែនយើងវាយបន្តិចសុំអូតជាមួយនឹងការ design គេហៅថា design ក្បាលក្រេ Civilize ស្អាតខ្លាំងមែនតើបងប្អូនទាំងគ្នាពេលដែលយើងដាក់ក្រេគេងបែបនេះឃើញថាសោភ័ណភាពជាមួយនឹងការតុបតែងបន្ទប់មួយនេះគឺមានសោភ័ណភាពស្អាតខ្លាំងមែនតើដូចខ្ញុំបញ្ជាក់អញ្ចឹងមិនចាញ់បន្ទប់មេគ្រួសារទេតោះឥឡូវយើងមកមើលចំណុចពិសេសនៅក្នុងបន្ទប់នេះទៀតគឺយើងមានបន្ទប់ទឹកដែលមានទំហំធំហើយមានការខណ្ឌចែកជាមួយនឹងកញ្ចក់ដាច់ឡែកងាយស្រួលប្រើប្រាស់មែនតើនិងមានឡាបូរៀបចំជា set បែបនេះគឺជាកញ្ចក់បែបនេះតែម្ដងតោះយើងទៅមើលនៅជាន់ទី2មានរហូតដល់3បន្ទប់គេងដែលមានការតុបតែងស្អាតប្រណិតដូចគ្នាលោកអ្នកចង់ឃើញអត់ថាការតុបតែងក៏ដូចជាការ design ផ្នែកបន្ទប់គេងនៅខាងលើ3នោះថាមានភាពស្រស់ស្អាតកម្រិតណាតោះទៅទស្សនាទាំងអស់គ្នា